Bà trong việc xua bọc mái bọc ồn ngày ní nhóm xóm updateនៅព័ត៌មានបន្តិចបកម៉ែបងប្អូនបាទឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនគាត់បាននិយាយថាបើគ្មានអ្វីប្រែប្រួលនោះទេម៉ោង12ថ្ងៃត្រង់បកម៉ែបងប្អូនម៉ោង12ថ្ងៃត្រង់នៅថ្ងៃស្អែកនេះបាទគឺត្រូវនឹងថ្ងៃទី30ខែធ្នូឆ្នាំ2025បាទប្រទេសកម្ពុជាយើងគឺនឹងទទួលស្វាគមន៍បាទវីរៈកងទ័ពចំនួន18នាក់បាទដែលថៃបានប្រគល់មកឲ្យវិញហើយពុកម៉ែបងប្អូនអញ្ចឹងនេះគឺជាដំណឹងដ៏ល្អមួយបាទសម្រាប់ប្រជាជនខ្មែរបាទទូទាំងប្រទេសកម្ពុជាបាទគឺនៅម៉ោង12ថ្ងៃត្រង់បាទការបញ្ជាក់របស់បាទឧបនាយករដ្ឋមន្ត្រីបាទលោកប្រាក់សុខុនបាទឧបនាយករដ្ឋមន្ត្រីបានបាទលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី29ធ្នូបាទឆ្នាំ2025នេះបានឲ្យដឹងថាបើមិនមានអ្វីប្រែប្រួលនោះទេនៅវេលាម៉ោង12ថ្ងៃត្រង់បាទត្រូវនឹងថ្ងៃទី30ធ្នូឆ្នាំ2025នេះនឹងបានឲ្យដឹងថាបើมันមានការប្រែប្រួលបាទកម្ពុជាគឺនឹងទទួលបាទស្វាគមន៍វីរៈកងទ័ពទាំង18នាក់បាទដែលថៃបានចាប់ខ្លួនកាលពីពេលកន្លងទៅបាទបងប្អូនគឺមានរយៈពេល150ថ្ងៃជាងហើយបាទគឺថៃនឹងប្រគល់ជូនបាទប្រទេសកម្ពុជាវិញបាទឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានថ្លែងយ៉ាងដូចនេះថាយើងក៏ត្រៀមលក្ខណៈហើយសង្ឃឹមថានឹងមិនមានបញ្ហាអ្វីកើតឡើងនោះទេនៅម៉ោង12ថ្ងៃត្រង់នៅថ្ងៃស្អែកគឺត្រូវនឹងថ្ងៃទី30ខែធ្នូឆ្នាំ2025នេះពុកម៉ែបងប្អូននឹងបាទទទួលស្វាគមន៍មកទាហានយើងចំនួន18នាក់បាទវិលត្រឡប់មកកាន់បាទប្រទេសកម្ពុជាវិញគឺដើម្បីឲ្យពួកគាត់បានត្រឡប់ទៅបាទផ្ទះសម្បែងរបស់ពួកគាត់និងបាទជួបជុំគ្រួសារបាទប្រពន្ធកូនឪពុកម្ដាយរបស់គាត់វិញដោយសុវត្ថិភាពពុកម៉ែបងប្អូនបាទទាហាន18នាក់នោះគឺរយៈពេល150ថ្ងៃជាងហើយគឺបើមិនទាន់បានជួបគ្រួសារប្រពន្ធកូននោះទេពុកម៉ែបងប្អូនគឺទាហានថៃបានចាប់ខ្លួនទៅដោយខុសច្បាប់អញ្ចឹងមានថានៅថ្ងៃស្អែកទី30នៅម៉ោង12ថ្ងៃត្រង់បាទឧបនាយករដ្ឋមន្ត្រីបាទប្រាក់សុខុនបាទក៏បានបញ្ជាក់ហើយគឺនឹងដោះលែងវិញបើគ្មានអ្វីប្រែប្រួលនោះទេនេះគឺជាលទ្ធផលដែលយើងបានសម្រេចបាននៅក្នុងកិច្ចប្រជុំ2ថ្ងៃកន្លងទៅនេះពុកម៉ែបងប្អូនបាទកិច្ចប្រជុំកម្ពុជាជាមួយនឹងថៃដើម្បីបាទបញ្ឈប់ការបោះឈប់បាញ់72ម៉ោងហើយក្នុងនោះក៏ថៃបាននិយាយថានឹងដោះលែងទាហានខ្មែរយើងចំនួន18នាក់ឲ្យមកបាទកម្ពុជាវិញផងដែរពុកម៉ែបងប្អូនបាទនេះគឺជាដំណឹងដ៏ល្អផងដែរបាទឧបនាយករដ្ឋមន្ត្រីបាទប្រាក់សុខុនការសម្រេចចិត្តដោះលែងនៅវីរៈកងទ័ពកម្ពុជាចំនួន18នាក់នោះបាទគឺផ្អែកទៅតាមស្មារតីនៃកិច្ចប្រជុំកាលពីពេលកន្លងទៅបាទកិច្ចប្រជុំពិសេសមកព្រមព្រៀងក្នុងទីក្រុងកូឡាឡាំពួរបាទកាលពីថ្ងៃទី26ខែតុលាឆ្នាំ2026និងក្រោយរយៈពេល72ម៉ោងដែលបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025នេះផងដែរពុកម៉ែបងប្អូនហើយបាទក្នុងនោះលោកក៏បានបញ្ជាក់ហើយពាក់ព័ន្ធទៅនឹងការដោះលែងបាទភាគីថៃក៏បានជូនដំណឹងបាទរួចរាល់ហើយទៅកាន់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដែលនឹងជួយបាទសម្របសម្រួលទៅលើការងារនេះផងដែរពុកម៉ែបងប្អូនបាទនេះគឺជាដំណឹងមួយដែលយើងបាទមានគឺក្តីសប្បាយចិត្តជាពន់ពេកដែលឮថាបាទទាហានថៃបាននឹងព្រមដោះលែងបាទទាហានកម្ពុជាបាទខាងថៃនឹងដោះលែងទាហានកម្ពុជាចំនួន18នាក់ឲ្យវិលមកកាន់បាទប្រទេសកម្ពុជាវិញបើមិនមានអ្វីប្រែប្រួលទេ
គឺបាទការដោះលែងនេះគឺនៅថ្ងៃទី30ខែធ្នូគឺនៅម៉ោង12ថ្ងៃត្រង់ថ្ងៃស្អែកនេះហើយពុកម៉ែបងប្អូនអរគ្នាខ្ញុំសង្ឃឹមថានឹងមិនមានបញ្ហារអាក់រអួលដែលធ្វើឲ្យថៃបាទមិនព្រមដោះលែងនៅទាហានរបស់កម្ពុជា18នាក់នោះទេទាហាន18នាក់គួរបញ្ជាក់ថាគឺជាការចាប់បាទចាប់ដោយខុសច្បាប់នៅពេលបាទមានសន្តិភាពការបាទឈប់បាញ់នៅលើកទី1ហើយថៃបានប្រើបាទល្បិចថោកទេមែនតើដែលបានចាប់ទាហានខ្មែរចំនួន18នាក់យកទៅឃុំឃាំងដោយខុសច្បាប់ផងដែរហើយនេះគឺជាដំណឹងល្អខ្លាំងមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាហើយបាទសូមរំលឹកផងដែរថាវីរៈកងទ័ពកម្ពុជាទាំង18នាក់បាទដែលត្រូវបានទាហានបាទសៀមឬក៏ទាហានថៃបានចាប់ក្រោយពីបទឈប់បាញ់បាទកាលពីថ្ងៃទី29បាទខែកក្កដាឆ្នាំ2025កន្លងទៅបងប្អូនទាហានថៃគឺចាប់នៅថ្ងៃបាទចាប់ទាហានខ្មែរគឺនៅថ្ងៃទី29ខែកក្កដាអញ្ចឹងមានថា150ថ្ងៃជាងហើយពុកម៉ែបងប្អូនវាចូលច្រើនខែដែរហើយដែរបាទទាហានថៃគឺចាប់បាទទាហានកម្ពុជាដែលខុសច្បាប់នោះពុកម៉ែបងប្អូនដែលគិតមកដល់បាទមកទល់នៅថ្ងៃទី29បាទគឺមានរយៈពេល153ថ្ងៃហើយពុកម៉ែបងប្អូនបើសិនជាទាហានថៃបាទព្រមដោះលែងបាទខាងថៃព្រមដោះលែងកម្ពុជាបាទដោះលែងទាហានកម្ពុជានោះគឺនៅថ្ងៃស្អែកម៉ោង12ថ្ងៃត្រង់នេះគឺមានរយៈពេល154ថ្ងៃហើយពុកម៉ែបងប្អូនហើយគឺជាបាទនឹងមួយដែលល្អខ្លាំងមែនតែនបើសិនជាខាងថៃបាទព្រមប្រគល់បាទទាហានខ្មែរចំនួន18នាក់ឲ្យវិលបាទមករកបាទប្រទេសកម្ពុជាវិញដើម្បីបាទជួបជុំជាមួយនឹងគ្រួសារជាមួយនឹងបាទប្រជាជនកម្ពុជាទាំងមូលបងប្អូនទាំងអស់គឺបាទរងចាំដំណឹងដ៏ល្អនេះបាទសង្ឃឹមថាម៉ោង12ថ្ងៃត្រង់នៅតាមច្រកព្រំដែនគឺនឹងបាទទទួលបានខ្មែរយើងទទួលបានទាហានបាទ18នាក់របស់ខ្មែរយើងដោយមានសុខភាពល្អសង្ឃឹមអញ្ចឹងចោះពុកម៉ែបងប្អូនហើយពិតជាយូរខ្លាំងមែនតើបើគិតដល់ថ្ងៃនេះគឺ153ថ្ងៃហើយឈានចូលដល់ថ្ងៃស្អែកថ្ងៃបាទទី30នោះគឺមានរយៈពេលបាទ154ថ្ងៃពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនដើម្បីបាទទស្សនានិងសន្តាមស្ដាប់បាទបងប្អូនអរគ្នាកុំភ្លេច comment នៅក្រោមវីដេអូរបស់ខ្ញុំអ្នកមួយផងដើម្បីឲ្យខ្ញុំព្យាយាមរកព័ត៌មានដែលពិតយកមកចែកជូនបងប្អូនបានស្ដាប់ផងដែរចាំជួបខ្ញុំនៅវីដេអូក្រោយៗជាបន្តទៀតបាទសូមអរគុណ